សម្រាប់វីដេអូនេះខ្ញុំនឹងបន្តការចែករំលែកទាក់ទងនឹងការរលួយតាម YouTube សម្រាប់បងប្អូនដៃថ្មីអញ្ចឹងសម្រាប់បងប្អូនដែលចង់សាងប្រាក់ចំណូលជាមួយនឹង YouTube បាទបងប្អូនអ្នកគ្នាត្រូវតែបង្កើត Channel YouTube មួយបាទតបមកទៀតគឺបងប្អូនត្រូវតែធ្វើការរៀបចំ Channel YouTube របស់បងប្អូនឲ្យបានស្អាតគឺមានទាំងបាទដាក់រូប profile បាទរូប Channel ad ហើយយើងត្រូវតែ verify ជាមួយនឹងលេខទូរស័ព្ទអញ្ចឹងទៅបាទចំណុចផ្សេងទៀតទាក់ទងនឹងកលការនិងលក្ខខណ្ឌរបស់ YouTube បាទកលការដែលយើងអាចត្រូវរលួយបានឬក៏ YouTube បាទគេហៅថាបើក monetization សម្រាប់ឲ្យយើងរលួយណាបងប្អូនអរគ្នាត្រូវតែរកបាទឲ្យបាន 1k subscriber បាទស្មើនឹងបាទ 1k subscriber ហ្នឹងគឺគេអត់កំណត់បាទពេលវេលាទេឲ្យតែបងប្អូនបាទធ្វើការផុសវីដេអូទៅស្វែងរកឲ្យគ្រប់ 1k subscriber ហ្នឹងណាដល់ like បាទតកតងនឹងម៉ោងគឺបងប្អូនត្រូវតែរកឲ្យគ្រប់ 4000 ម៉ោងបាទ 4000 voice time ហ្នឹងគឺក្នុងរយៈពេលបាទ365ថ្ងៃគឺស្មើនឹង1ឆ្នាំតែបើសិនជាបងប្អូនបាទធ្វើការផុសវីដេអូបាទអត់គ្រប់ចំនួន 4000 ម៉ោងក្នុងរយៈពេលបាទ1ឆ្នាំហ្នឹងទេអញ្ចឹងអាម៉ោងផ្សេងដែលបងប្អូនរកបានទាំងប្រហែលគឺវាកាត់ចោលអញ្ចឹងវាគិតម៉ោងថ្មីជាបន្តទៀតត្រង់ចំណុចនេះមានន័យថាបើសិនជាបងប្អូនបាទបង្កើត Channel YouTube ដំបូងហើយបន្តមកទៀតបងប្អូនធ្វើការផុសវីដេអូអញ្ចឹងបងប្អូនបាទក្នុងរយៈពេល1ឆ្នាំបងប្អូនរកបានតែ 1000 ម៉ោងទេឧទាហរណ៍ណារកបានតែ 1000 ម៉ោងទេអញ្ចឹងដល់សុពលភាពបាទ1ឆ្នាំគឺវាកាត់អា 1000 ម៉ោងហ្នឹងបាទចេញអញ្ចឹងបើសិនជាបាទវីដេអូរបស់យើងមានម៉ោងថ្មីគឺវាអត់តន់កាត់ទេគឺវាកាត់តែអាចាស់បាទ365ថ្ងៃចុងក្រោយណាបាទគឺវាកាត់ចេញអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើវីដេអូបាទដើម្បីរកម៉ោងឲ្យបានលឿនបាទបងប្អូនទាំងគ្នាត្រូវតែបាទថតវីដេអូប្រភេទ long គេហៅថាវីដេអូវែងហ្នឹងគឺចាប់ពី3នាទីឡើងទៅបាទវីដេអូ3នាទីឡើងទៅគឺជាប្រភេទវីដេអូវែងបងប្អូនបាទផុសទៅមានអ្នក view ច្រើនមានអ្នកមើលច្រើនគឺគេបូកម៉ោងទៅតាមហ្នឹងបាទបង្គ្រប់ម៉ោងរបស់បងប្អូនហើយម៉ោងទាំងអស់នោះគឺគេបាទបូកតរហូតសម្រាប់បាទ view បងប្អូនទាំងគ្នាណាមួយវិញទៀតទាក់ទងនឹងការថតវីដេអូគឺបងប្អូនត្រូវតែថតប្រភេទវីដេអូផ្ដេកណាបាទវីដេអូប្រភេទតម្រង់ផ្ដេកបងប្អូនណាគឺមានបាទហៅថាតម្រង់ 16.9 បាទតម្រង់ផ្ដេកតែបងប្អូនថតលក្ខណៈបញ្ឈរបែបនេះបាទបងប្អូនអាចផុសនៅលើ short បានគឺ short នេះគឺយើងថតប្រភេទវីដេអូខ្លីៗដូចយើងផុសនៅក្នុង Facebook គេហៅថា Facebook Reel អញ្ចឹងបងប្អូនអ្នកគ្នាណាហ្នឹងហើយបាទអញ្ចឹងយើងប្រាប់ពីចំណុចផ្សេងទៀតបាទទាក់ទងនឹងការបាទរលួយជាមួយនឹង YouTube អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញទី1បងប្អូនត្រូវតែរកឲ្យគ្រប់បាទ 1k subscriber បាទទាក់ទងនឹងម៉ោងគឺ 4000 ម៉ោងហើយវីដេអូដើម្បីផុសឲ្យគ្រប់ម៉ោងគឺប្រភេទវីដេអូដែលមានចំនួន3នាទីឡើងទៅប្រភេទវីដេអូផ្ដេកហើយទាក់ទងនឹងបំរាមឬក៏គោលការណ៍របស់ YouTube គឺជាបាទប្រភេទវីដេអូដែលបងប្អូនផលិតផុសនៅលើ Channel YouTube គឺហាមបាទបំរាមរបស់គេហាមផលិតវីដេអូប្រភេទមានឈាមអំពើហិង្សាបាទប្រភេទវីដេអូគម្រាមកំហែងប្រភេទវីដេអូអាភិសអញ្ចឹងណាគឺ YouTube មិនឲ្យបង្ហោះឡើយគឺខុសគោលការណ៍វានឹងធ្វើការ remove វីដេអូរបស់បងប្អូនចេញនៅពេលដែលវា scan ឃើញថាវីដេអូរបស់បងប្អូនរំលោភគោលការណ៍សហគមន៍របស់ YouTube អញ្ចឹងអ្វីដែលសំខាន់បងប្អូនទាំងអស់គ្នាបាទបង្កើត channel បាទមួយសិនមកហើយយើងធ្វើការបាទរៀបចំ channel YouTube របស់បងប្អូនឲ្យស្អាតមកបាទយើងដាក់ឈ្មោះឲ្យត្រឹមត្រូវទៅបាទហើយប្រភេទវីដេអូគឺមានច្រើនណាស់បងប្អូនគ្នាបងប្អូនចង់ផលិតមាតិកាបែបណាក៏បានដែរបាទគឺឲ្យតែបងប្អូនមានចំណេះជំនាញទៅលើការផលិតវីដេអូប្រភេទឧទាហរណ៍ថាបងប្អូននៅស្រុកស្រែចម្ការបងប្អូនថតទាក់ទងនឹងបាទការធ្វើកសិករបាទដាំបន្លែដាំបង្ការធ្វើស្រែចិញ្ចឹមសត្វអីចឹងទៅឬក៏បងប្អូនមានចំណេះជំនាញទាក់ទងនឹងការបង្រៀន
បែបគេហៅថាtechnology អីបងអាចធ្វើជាវីដេអូបង្រៀនទៅណាឬក៏បងប្អូនបាទសុភាពមេរីណាដែលគាត់ជាស្ត្រីមេផ្ទះដែលគាត់ចំអិនម្ហូបនៅគេហៅថាផ្ទះបាយរាល់ថ្ងៃហ្នឹងបាទជាប្រភេទម្ហូបcooking បាទធ្វើម្ហូបចំអិនម្ហូបហ្នឹងក៏បានដែរគឺមានច្រើនណាស់បាទមាតិកាផ្សេងៗដែលបងប្អូនត្រូវផលិតណាឬក៏ប្រភេទវីដេអូ entertainment បាទបងប្អូនបាទមានដំណើរកំសាន្តទៅណាក៏អាចថតជាវីដេអូផុសនៅលើ YouTube បានដែរចឹងបងប្អូនអាចបាទធ្វើការអត្ថាធិប្បាយឬក៏បង្ហាញពីទីតាំងដែលបងប្អូនដែលមានដំណើរកំសាន្តហ្នឹងណាឬក៏ប្រភេទវីដេអូស្ទូចត្រីវីដេអូ camping បោះតង់អីចឹងណាបាទក៏បានដែរអ្វីដែលសំខាន់គឺដូចខ្ញុំជម្រាបបាទតេតទៅនឹងគោលការណ៍និងលក្ខខណ្ឌរបស់គេគឺហាមផលិតឬក៏ផុសវីដេអូតេតទៅនឹងបាទគម្រាមកំហែងមានឈាមបាទអំពើហិង្សាឬក៏វីដេអូអាភិះហ្នឹងគឺ YouTube គឺមិនចាត់ទុកជាវីដេអូដែលអាចរកចំណូលបានទេគឺអត់អាចបើកមួយថៃឬក៏សហការក្នុងការបាទរកស៊ីជាមួយនឹងយើងទេគឺថាតែខុសបាទcommunity របស់គេអញ្ចឹងណាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងនិយាយបាទត្រឡប់មកវិញជាមួយនឹងការរលួយជាមួយនឹង YouTube នេះបងប្អូនគឺស្រួលណាស់បងប្អូនគ្រាន់តែបង្កើត channel YouTube មកបងប្អូនអ្នកគ្នាដាក់នៅក្នុងប្រទេសកម្ពុជាយើងបានដោយសារតែប្រទេសកម្ពុជាយើងមានសិទ្ធិគ្រប់គ្រាន់ 100% ដែល YouTube បើករលួយណាកាលពីមុនគឺ YouTube បាទអត់តន់បាទគេហៅថាចាប់ដៃគូសហការក្នុងការរលួយជាមួយនៅប្រទេសខ្មែរយើងទេហើយឥឡូវនេះគឺស្រុកខ្មែរយើងគឺបាទមានការបើកឲ្យរលួយ 100% ចំពោះ YouTube បងប្អូនបង្កើត channel YouTube មកបាទជ្រើសរើសកម្ពុជាដល់ប្រទេសកម្ពុជាគឺអាចរលួយបានហើយឲ្យតែបងប្អូនបំពេញនឹងគោលការណ៍លក្ខខណ្ឌផ្សេងៗដែលមាន 1K subscriber បាទរកឲ្យគ្រប់ 4000 ម៉ោងវីដេអូរបស់បងប្អូនមិនខុសគោលការណ៍អីផ្សេងៗនោះគឺ YouTube នឹងបើកបាទ monetize សម្រាប់ឲ្យបងប្អូនបាទរលួយតែម្ដងអញ្ចឹងណាហើយការរលួយបានជាមួយនឹង YouTube គឺប្រភេទវីដេអូវែងវីដេអូឡងហ្នឹងគឺរកបានតាមរយៈការដាក់ពាណិជ្ជកម្មនៅលើវីដេអូរបស់យើងណាបងប្អូនមួយចំនួនគឺគាត់ដឹងហើយមើល YouTube ឬក៏មើលវីដេអូនៅលើ channel របស់អ្នកដទៃមានលុបពាណិជ្ជកម្មហ្នឹងអាហ្នឹងហើយគឺជាការដាក់ពាណិជ្ជកម្មដើម្បីផ្ដល់លុយឲ្យទៅបាទម្ចាស់ channel ឬក៏ម្ចាស់វីដេអូហ្នឹងឯងបងប្អូនណាហ្នឹងហើយមួយវិញទៀតតេតតនឹងការរលួយជាមួយនឹង YouTube នេះដែរគឺបងប្អូនអាចរកបានតាមរយៈការ post short ការរលួយបានតាមរយៈ short គឺប្រភេទវីដេអូខ្លីៗវីដេអូចាប់ពីបាទ5វិនាទីបាទឬក៏15វិនាទីហ្នឹងណាគឺជាប្រភេទវីដេអូដែលបងប្អូនអាចរលួយបានយើងរលួយបានយ៉ាងម៉េចគឺគោលការណ៍របស់គេនេះបងប្អូនត្រូវតែ post វីដេអូ short ហ្នឹងឲ្យបាន 10M view ក្នុងរយៈពេល90ថ្ងៃ90ថ្ងៃគឺស្មើនឹង3ខែបងប្អូនទាំងគ្នាណាហ្នឹងហើយអញ្ចឹងបើសិនយើងធ្វើគ្រប់គ្រងការអញ្ចឹងបើសិនជាយើងចង់រកលុយជាមួយនឹងវីដេអូ short បាទយើងរក view ឲ្យបាន 10M ទៅបាទក្នុងកំឡុងបាទ90ថ្ងៃគឺយើងអាចរកលុយបានហើយដោយគេបាទបើក monetize ឲ្យយើងតាមរយៈពាណិជ្ជកម្មដែរបាទ 10M បើសិនជាយើង post short យើង post ច្រើនវីដេអូមួយថ្ងៃ 4-10 វីដេអូអីចឹងទៅវីដេអូណាផ្ទុះតែបាទ2 3គឺយើងអាចរកបាន 10M ឯងបងប្អូនអ្នកគ្នាអញ្ចឹងណាតែសម្រាប់ short គឺរកលុយបានតិចជាងវីដេអូវែងវីដេអូ long ហ្នឹងណាហ្នឹងហើយដោយសារវីដេអូវែងគឺគេមើលកាន់តែយូរគឺយើងទទួលបានចំណូលគឺកាន់តែច្រើននឹងទាក់ទងនឹងការរលួយជាមួយនឹង YouTube ណាហ្នឹងហើយសម្រាប់បងប្អូនបាទដៃថ្មីបើសិនជាមានសំណួរឬក៏មានចម្ងល់អីផ្សេងៗឬក៏ចង់ចាប់ផ្ដើមក្នុងការបង្កើត channel រកលុយបងប្អូនទាំងអស់គ្នាអាចធ្វើការតាមដានឬក៏ Subscribe channel YouTube របស់ខ្ញុំបានណាខ្ញុំនឹងបាទបង្ហាញទាក់ទងនឹងការរលុយបាទនៅលើ YouTube សម្រាប់បងប្អូនដែលចង់សាងប្រាក់ចំណូលបាទនៅលើ online និយាយទៅក្នុង channel របស់ខ្ញុំមានបង្ហាញបាទច្រើនទាំងអស់តែម្ដងមិនថាការរលួយជាមួយនឹង TikTok ការរលួយជាមួយនឹងបាទ Facebook ឬក៏ YouTube ទេអូខេបងប្អូនទាំងគ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយណាខ្ញុំនឹងបង្ហាញពីវីដេអូថ្មីជាបន្តទៀតបាទអំពីការរលួយតាម online ជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ